របៀបធ្វើកាហ្វេរសជាតិ flavor បាទរសជាតិវាខ្ទិះឆ្ងាញ់ឈ្ងុយប៊ឺឈ្ងុយដោះគោឈ្ងុយគ្រីមហើយរសជាតិវានិយាយទៅគឺផ្លែពីកាហ្វេធម្មតាជាដំបូងគឺយើងយក flavor ចំនួន1ផ្លែមកយើងយកវាមកក្លោកមួយដោះគោក៏បានឬក៏យើងកិនវាបែបនេះបានដោយសារខ្ញុំអត់មានផ្សេងក្លោកអញ្ចឹងខ្ញុំច្បល់កិនវាឲ្យម៉ត់ឲ្យវាចូលលបាយ smooth ចូលគ្នាតែមួយទៀតសិនបងមានម៉ាស៊ីនក្លោកគឺស្រួលដាក់ទៅដោះគោជាមួយ flavor ទៅក្លោកវាជាមួយម៉ាស៊ីនក្លោកទៅឲ្យវា smooth ល្អឲ្យវាខាប់ចូលជាតិគ្នា smooth ល្អអញ្ចឹងគឺវាលឿនដល់ពេលខ្ញុំយកអានេះមកច្បល់អញ្ចឹងគឺយូរតែពេលយើងច្បល់ហើយយើងដាក់ជាមួយទៅដោះគោស្រស់អានេះដោយសារខ្ញុំមកច្បល់ដៃអញ្ចឹងយើងពីដំណាក់កាលដំបូងយើងច្បល់ប៊ឺហើយយើងដាក់ដោះគោហើយយើងកូរចូលគ្នាតែបើយើងមានម៉ាស៊ីនក្លោកគឺអត់ប្របាទេយើងដាក់ដោះគោដាក់ប៊ឺចូលគ្នាក្លោកវារួចជីសាច់អញ្ចឹងណាតែឥឡូវខ្ញុំធ្វើតាមរបៀបដែលអត់មានម៉ាស៊ីនក្លោកច្បាច់ប៊ឺហើយដាក់ដោះគោប្រហែល150បើដោះគោសពវិញយើងដាក់ឥឡូវយើងចូលដល់មួយទៀតគឺយើងឆុងកាហ្វេបាទកាហ្វេយើងប្រើកាហ្វេបែបនេះប្រើកាហ្វេហ្វីនក៏បានកាហ្វេម៉ាស៊ីនក៏បានដែរតែខ្ញុំប្រើកាហ្វេម៉ាស៊ីនវាឈ្ងុយជាងតែមកយើងធ្វើដោយរបៀបយើងធ្វើកាហ្វេធម្មតាយ៉ាងឯងយើងវិវាឲ្យស្មើសង្កត់វាបន្តិចទៅយើងចាំយើងដាក់នេះចូលក្នុងម៉ាស៊ីនដើម្បីគៀបយកទឹកកាហ្វេណាបាទអញ្ចឹងយើងប្រើចំនួនមួយសតពីរសតក៏បានដែរតែមកយើងចុចទៅតែពេលយើងចុចកាហ្វេបានហើយនេះបងគឺកាហ្វេនេះគឺល្អគឺវាមានគ្រីមមកច្រើនជាងកាហ្វេហើយកាហ្វេយើងឈ្ងុយកាហ្វេក៏ឈ្ងុយដាក់មួយប៊ឺទៀតគឺកាន់តែអេមែនទែនបងអាចមើលបានបងដែលលក់កាហ្វេអាចធ្វើបែបនេះបានតែមកយើងយកកាហ្វេដែលក្តៅហ្នឹងវាយចូលជាមួយទៅដោះគោខាប់យើងប្រើ30 ml ក៏បាន20ក៏បានតែខ្ញុំប្រើ20 ml មានផ្អែមពេកវាមិនល្វីងពេកមកល្មមសម្រាប់ខ្ញុំដែលអត់សូវចេះផ្អែមតែមកយើងកូរវាជាមួយកាហ្វេដោះគោខាប់នេះឲ្យវាសប់ចូលគ្នាកូរចូលគ្នាយកសប់ទៅយើងទៅពេលយើងកូរកាហ្វេជាមួយដោះគោខាប់ចូលគ្នាហើយទុកវាដល់ឡែកទៅមកយើងដាក់ទឹកកកបាទយើងហើយអស់ហើយទីមួយយើងដាក់ប៊ឺមួយដោះគោស្រស់ទៅមកកាហ្វេដោះគោខាប់ដាក់ទឹកកកតែពាក់កណ្ដាលមកល្មមកែបានហើយបាទដាក់ដោះគោមកល្មមកយើងដាក់ផ្លែប៊ឺដែលយើងបានកិនជាមួយដោះគោឬក៏ដែលយើងបានវៃចូលជាមួយដោះគោស្រស់យើងដាក់វាចំនួន1លាព្រាក៏បាន2លាព្រាក៏បានតាមអ្វីដែលយើងចូលចិត្តទៅបងធ្វើលក់បងដាក់មកល្មមទៅព្រោះកុំឲ្យវាអស់ថ្លៃដើមច្រើនពេកទៅមកបានយើងចាក់កាហ្វេដែលយើងកូរកាហ្វេជាមួយនឹងទៅដល់គោខាប់ហ្នឹងណាចាក់វាហើយបើយើងថែមទឹកកកពីលើមួយសាទៀតបាទថែមទឹកកកពីលើមួយសាទៀតទៅនិយាយទៅគឺយើងលៃលោទៅបើយើងបងធ្វើលក់បងដាក់ប្រមាណឲ្យត្រឹមត្រូវទៅហើយដាក់តាមនឹងផ្លក់តាមនឹងទៅបាទហើយទាក់ទងរសជាតិកាហ្វេគឺអាស្រ័យទៅតាមតំបន់ដែរតំបន់ខ្លះបងក៏ចូលចិត្តបែបមិនអញ្ចឹងគឺយើងជាក់ស្ដែងតែមកយើងដាក់បើជាមួយដល់គូស្រស់មួយសាទៀតឥឡូវយើងហើយជាការហ្វ្រាច់ហើយបាទហើយអស់ហើយចាំបងអាចសាកធ្វើមើលបានហើយរូបមុនខ្ញុំដាក់ចូលក្នុងនេះបាទគុណច្រើនបាទ